ต่อពីវីដេអូទី3ថាមេរៀនទី3ចឹងចាំភ្លើងភ្លើង stand by នឹងមានចាំយើងវាស់នេះភ្លើងហ្នឹងភ្លើង stand by បៃតងហ្នឹងចឹងមានភ្លើង stand by ហ្នឹងមកចាំយើងវាស់ចឹងអានេះមេរៀនទី3តវាស់ភ្លើងឲ្យគ្រប់ឲ្យអស់ហ្មងអានេះវាមាន15មកនេះចូលមក IC ជើងខាងនេះវាមាន14 វ៉ុលមកឃើញទេ14 វ៉ុល DC មកគួរតែនេះមាន2 វ៉ុលប្រហែលអានេះអាជើងខាងកញ្ចៅទី1នេះមាន2 វ៉ុល 5មក2 វ៉ុល 5មកអាជើងនេះមាន14 វ៉ុលហ្នឹងជើងនេះ14 វ៉ុល 14 វ៉ុលមកអញ្ចឹងអាជើង15 វ៉ុលនេះក៏មកដែរនេះវាស់ស្រួលតែប៉ះឆេះតិចអាហ្នឹងត្រូវមក15 វ៉ុលវាមកហើយមកពេញមកអាហ្នឹងបើមកអត់ពេញមកបាន13 វ៉ុលក៏ IVM អត់ធ្វើការដែរអញ្ចឹងវាមក14 វ៉ុលជាងអញ្ចឹងបានន័យថាវាពេញភ្លើងរបស់វាហើយជួនកាលទៅមក15ជួនកាលមក14ពេញហើយនេះចាក់ទៅជើងដកជើងម៉ាស់រេស្តង់ម៉ាស់ហ្នឹង300 វ៉ុលហ្នឹងហើយយើងចាក់មកអាជើងហ្នឹងវាមាន14 វ៉ុល 5អញ្ចឹងភ្លើងពេញរបស់វា IVM នឹងវាអាចនឹងដើរប៉ុន្តែអានេះវាខូច IC controller ណាចឹងអានេះមានអាភ្លើង300 វ៉ុលលើជើងនេះអានេះភ្លើង300 វ៉ុលនេះភ្លើង300 វ៉ុលរាប់ចាប់ពី1 2 3 4ទី5ហ្នឹងភ្លើង300 វ៉ុលចូលភ្លើង300 វ៉ុលចូលហើយណាចូលអញ្ចឹងភ្លើងវាចូលគ្រប់អស់ហើយតែ IVM នេះវាអត់ដើរអាចច្រក UVW នេះដាក់ដោតប្លុកទៅវាអត់ដើរអញ្ចឹងបានន័យថាវាមិនអាំពូលនេះអត់ភ្លឺអាំពូលនេះអត់ភ្លឺមិនក៏វាភ្លឺមកផ្លឹបដែរបាន IVM នេះវាធ្វើការអញ្ចឹងអាំពូលនេះវាអត់ភ្លឺទេខ្ញុំដោតអត់ភ្លឺទេអត់ភ្លឺអញ្ចឹងបានន័យថា high 3 low 3វាមិនទាន់បញ្ជាមកពីIC controller នេះអញ្ចឹងIC controller ហ្នឹងវាខូចអញ្ចឹងគឺវាអត់មានភ្លើងមកនេះទេនេះខ្ញុំដាក់ high 3 low 3ហ្នឹងដាក់មកអញ្ចឹងដាក់ចង់ដឹងថា IC controller ហ្នឹងវាបញ្ជា high 3 low 3ហ្នឹងមានភ្លើងអត់បើអត់មានភ្លើងពូលហ្នឹងទេគឺវាខូច IC controller នេះវាមិនមែនខូច IVM នេះទេចឹងនឹងបញ្ជាក់ឲ្យច្បាស់អញ្ចឹងខ្ញុំដកភ្លើងចោលដកដូចភ្លើងចោលឲ្យវាបាត់ភ្លើង stand by សិនទៅភ្លើង stand by នឹងបាត់ឥឡូវខ្ញុំមកដោតហើយខ្ញុំមកចុចកុងតាក់មួយដោតឲ្យមានភ្លើង stand by ហ៎អញ្ចឹងខ្ញុំមកចុចកុងតាក់មួយចង់ដឹងថាភ្លើងវាបោះទៅអំពូលនោះក៏វាបោះភ្លើង high 3 low 3ចេញអត់ចេញពី IC controller នេះអត់ចុចមួយមកចុចលើកុងតាក់ហ្នឹងមួយចឹងយើងចាំមកសន្ទុះបើនេះភ្លើង15 វ៉ុលក៏វាមកដែរនេះភ្លើង15 វ៉ុលក៏វាមកលើជើងនេះភ្លេចវាស់5 វ៉ុលហ្នឹងមិន15ហ្នឹងនេះ15នេះហ្នឹងជើងទី3ហ្នឹងចាក់មកជើងម៉ាស់300 វ៉ុលរេស្តង់ហ្នឹងហើយវាមាន14 វ៉ុលពេញរបស់វានិយាយតែមានខុសខ្លះហើយកុំកែប្រកាន់ជួនកាលទៅធ្វើមុខមកក្រោយធ្វើក្រោយមកមុខវិញ
ឃើញចេញ14វ៉ុលពេញហ្មងអញ្ចឹងបានន័យថា IPM ហ្នឹងវាធ្វើការត្រឹមត្រូវភ្លើងវានឹងវាចូលមកពេញមកបាន10ជើងទី3ហ្នឹងបានតែ13វ៉ុលអីវាអត់ដើរទេ IPM នេះក៏អត់ដើរដែរអញ្ចឹងវាបញ្ហាវាខូច IC controller នេះវាអត់បោះភ្លើង high 3 low 3ចេញពី IC controller ហ្នឹងទៅដើម្បីឲ្យពូនឹងភ្លឺ